ชีวิตđã bong bồn គ្រាន់តែដើរតាមបដោយផ្លូវសុកនឹងក៏ត្រូវបានរថយន្តមួយគ្រឿងបាទបុកបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុផ្ទាល់តែម្ដងប្រិមិត្តបាទបងស្រីគឺជាម្ចាស់ឡានតាមគាត់បញ្ជាក់នឹងគាត់ជាយាមកិច្ចបងប្រុសដែរប្រិមិត្តបាទអូយប្រិមិត្តបាទគាត់ផុតដង្ហើមបាត់ហើយបងស្រីអើយបងស្រីគឺជាម្ចាស់រថយន្តហើយតាមការបញ្ជាក់របស់គាត់នឹងគាត់ជាយាមនៅក្នុងការកិច្ចបងប្រុសដែរប៉ុន្តែយើងមិនដឹងថាយ៉ាងម៉េចបានប៉ះទៅលើបងប្រុសនឹងបណ្ដាលឲ្យបាទឥឡូវតាមការបញ្ជាក់នឹងគឺបាទគាត់ផុតដង្ហើមហើយបាទលោកគ្រូប៉ែតគាត់មិនអីគ្រូផុតមកនៅគ្រូអូយប្រិមិត្តបាទរន្ធត់ខ្លាំងមែនតើបាទការបញ្ជាក់របស់លោកគ្រូពេទ្យគឺគាត់បាទផុតដង្ហើមបាត់ទៅហើយប្រិមិត្តហើយចាច់ទៅអ៊ំនេះបាទតន់អាចយំតន់អាចយំអូនតន់អាចយំខ្ញុំក៏លឺសូរសំឡេងអូខាងខ្ញុំក៏ងាកក្រោយខ្ញុំឃើញគាត់តើមកដល់នេះបាត់ហើយលំនាមកដល់នេះបាត់ហើយគាត់ដើរឬមួយក៏គាត់ជិះម៉ូតូដែរពេលខ្ញុំមកដល់គឺថាគាត់ថាជាគាត់ដើរឯងព្រោះអត់មានឃើញម៉ូតូអីទាំងអស់មកដល់អត់មានឃើញម៉ូតូអីទាំងអស់មានឃើញតែឡានមួយនឹងម្នាក់ស្រីហ្នឹងចាហើយទៅពេលឲ្យឃើញគាត់ហ្នឹងហើយខ្ញុំជាយាមរមម៉ូតូគឺថាឲ្យគាត់អាចឆ្លងផ្លូវឬក៏ដើរតាមផ្លូវដោយផ្លូវអីចឹងឡានបើកបដោយផ្លូវដូចគ្នាគាត់អរគុណអរគុណច្រើនបងអរគុណបុកមួយទំហឹងបាទមកប៉ះប៊ីសប៉ះបកគោភ្លើងហើយមកបុកបាទជាមួយនឹងដើមឈើនឹងគឺថាផ្នែកខាងមុខរបស់រថយន្តនឹងគឺថាខ្ទេចតែម្ដងប្រិមិត្តហើយបាទយើងមើលរថយន្តខាងលើបន្តិចប្រិមិត្តបាទដែលជាប្រភេទរថយន្តម៉ាក Lexus បាទពាក់ស្លាកលេខភ្នំពេញ 2BP 51និង91ផងដែរប្រិមិត្តដែលជាប្រភេទរថយន្តម៉ាក Lexus NX 200T ប្រិមិត្តបើកបរទៅដោយនារីម្នាក់អូយប្រិមិត្តឃើញចាក់ស្ដែងគឺគាត់ត្រូវរបួសខ្លាំងមែនតើបាទបងគាត់នៅមានដង្ហើមទេបងបាទជួយឡើងប៉ែចឹងហៅឡានពេទ្យហើយបងហៅឡានពេទ្យហើយបាទបងស្រីគឺជាម្ចាស់ឡានដែលបានតាមគាត់បញ្ជាក់នឹងគាត់ជាយាមកិច្ចបងប្រុសដែរប្រិមិត្តបាទអូយប្រិមិត្តបាទគាត់ផុតដង្ហើមបាត់ហើយបងស្រីអើយណាគេឡាយគេមិនទៅណាបាយចូលចាចាំបងស្រីគឺជាម្ចាស់រថយន្តហើយតាមការបញ្ជាក់របស់គាត់នឹងគាត់ព្យាយាមនៅក្នុងការកិច្ចបងប្រុសដែរប៉ុន្តែយើងមិនដឹងថាយ៉ាងម៉េចបានប៉ះទៅលើបងប្រុសនឹងបណ្ដាលឲ្យបាទឥឡូវតាមការបញ្ជាក់នឹងគឺបាទគាត់ផុតដង្ហើមហើយបាទបងប្អូនយើងជួយសង្គ្រោះបរិះខាងលើដែរប៉ុន្តែมันអាចជួយសង្គ្រោះបានទេប្រិមិត្តឥឡូវយើងរងចាំបាទឡានពេទ្យសិនបងស្រួលអារម្មណ៍បងរន្ធត់ខ្លាំងមែនតើបងប្អូនបងស្រីគឺជាម្ចាស់រថយន្តណាតាមការបញ្ជាក់របស់គាត់គឺគាត់បាទព្យាយាមនៅក្នុងការកិច្ចបាទបងប្រុសដែរមិនឲ្យបុកទៅលើបងប្រុសទេប៉ុន្តែធ្វើម៉េចកិច្ចអត់ផុតបាទកិច្ចអត់ផុតទៅក៏បុកទៅលើបងប្រុសបណ្ដាលឲ្យតាមការបញ្ជាក់នឹងបងប្អូនប្រជាពលរដ្ឋជួយសង្គ្រោះបងប្រុសនឹងគឺបាទស្ទាបដង្ហើមគាត់គឺគាត់ផុតដង្ហើមបាត់ហើយប្រិមិត្តបាទហេតុការណ៍នេះរន្ធត់ខ្លាំងមែនតើហើយបងស្រីគាត់អត់មានកិច្ចវេះឬមួយក៏រត់ទៅណាទេឥឡូវបងអាចតាក់ទងទៅគ្រូសាបងទីសិនហើយបងស្រីអានេះវិញស្រីបងខ្ញុំឯងបងតែបងខ្ញុំជួបប្រទះចាបងឥឡូវបងតាមការបញ្ជាក់បងស្រីនឹងគឺគាត់បាទកិច្ចយើងមិនដឹងគាត់កិច្ចអីទេប្រិមិត្តបាទបុកបាទបកគោលភ្លើងនេះមួយទំហឹងយើងមិនដឹងថាស្ថានភាពនៅក្នុងការបើកបររបស់គាត់នឹងយ៉ាងណាទេលបឿនប៉ុណ្ណាក៏យើងអត់ទាន់ដឹងច្បាស់ឲ្យពិតប្រាកដដែរប្រិមិត្តបាទចាក់ស្ដែងគឺបុកមួយទំហឹងបាទមកប៉ះប៊ីសប៉ះបកគោភ្លើងហើយមកបុកបាទជាមួយនឹងដើមឈើនឹងគឺថាផ្នែកខាងមុខរបស់រថយន្តនឹងគឺថាខ្ទេចតែម្ដងប្រិមិត្តហើយមិត្តបាទដែលជាប្រភេទរថយន្តម៉ាក Lexus
បាទពាក់ស្លាកលេខភ្នំពេញ 2BP 51 និង 91 ផងដែរប្រិមិត្តដែលជាប្រភេទរថយន្តម៉ាក Lexus NX 200 ទេប្រិមិត្ត ខ្ញុំក៏លឺសូរសំឡេងខាងខ្ញុំក៏ងាកក្រោយខ្ញុំឃើញគាត់តើម្ដងនេះបាត់ហើយលំនាម្ដងនេះបាត់ហើយ គាត់ដើរឬមួយក៏គាត់ជិះម៉ូតូដែរ ពេលខ្ញុំមកដល់គឺថាគាត់ប្រហែលជាគាត់ដើរហើយព្រោះអត់មានឃើញម៉ូតូអីទាំងអស់មកដល់អត់មានឃើញម៉ូតូអីទាំងអស់មានឃើញតែឡានមួយនឹងម្នាក់ស្រីហ្នឹងចាហើយទៅពេលឲ្យឃើញគាត់នៅហ្នឹងហើយខ្ញុំព្យាយាមរកម៉ូតូគឺថាហើយគាត់អាចឆ្លងផ្លូវឬក៏ដើរតាមផ្លូវដោយផ្លូវអីចឹងឡានបើកបដ ாய் ផ្លូវដូចគ្នាគាត់អរគុណគាត់ស្រវឹងដែរ អរគុណច្រើនបងអរគុណលោកគ្រូប៉ែតគាត់មិនអីគ្រូសុំមកជួយមកគាត់មកគ្រូបាទគាត់ផុតមកណាគ្រូអូយប្រិមិត្តបាទរន្ធត់ខ្លាំងមែនតើបាទការបញ្ជាក់របស់លោកគ្រូប៉ែតគឺគាត់បាទផុតដង្ហើមបាត់ទៅហើយប្រិមិត្តហើយប្រិមិត្តទូទៅជួនបាទនេះមែនអូនបានរត់ចេញពីចំណាយរបស់គាត់ចេញបាទចូលចិត្តចេញមកដល់នេះបាទពេលសុំយើងចាច់ទៅអ៊ំនេះបាទទុំតនអាចយំទុំតនអាចយំអូនតនអាចយំហេតុការណ៍នេះបាទគឺកើតឡើងនៅខណ្ឌសែនសុខរាជធានីភ្នំពេញនេះផ្ទាល់តែម្ដងប្រិមិត្តនៅគណៈវេលាម៉ោង3បាទរំលងអត្រាឈានចូលថ្ងៃទី8ខែមិថុនាឆ្នាំ2026នេះផងបាទតាមការបញ្ជាក់ក៏ដូចជាព័ត៌មាននៅជុំវិញទីតាំងកន្លែងកើតហេតុហ្នឹងគឺរថយន្តមួយគ្រឿងដែលជាប្រភេទរថយន្តម៉ាក Lexus បាទ NX 200 ទេប្រិមិត្តបាទយើងមិនដឹងថាស្ថានភាពក្នុងការបើកបររបស់គាត់នឹងយ៉ាងណាទេប្រិមិត្តបាទក៏ស្រាប់តែជ្រុលចង្កូតរេចង្កូតមកបាទមកបុកជាមួយនឹងបរិសម្នាក់បណ្ដាលឲ្យខ្ទាតជាច្រើនម៉ែត្រហើយស្លាប់បាត់បង់ជីវិតតែម្ដងប្រិមិត្តហេតុការណ៍នេះគឺរន្ធត់ខ្លាំងមែនទែនប្រិមិត្តបាទហើយនេះគឺជាព័ត៌មានដែលយើងទទួលបាននៅជុំវិញទីតាំងកន្លែងកើតហេតុផ្ទាល់តែម្ដងប្រិមិត្តព័ត៌មានជាក់ស្ដែងទៅជាយ៉ាងណាទៀតយើងនឹងអាប់ដេតជូននៅពេលក្រោយផងដែរប្រិមិត្តបាទអរគុណសម្រាប់ការតាមដានទស្សនានៅព័ត៌មានអរគុណ